កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំស្រាវជ្រាវបង្ក្រាបករណីលាក់បាំងសាកសពជនរងគ្រោះធ្លាក់ពីលើអគារដោយយកសាកសពទៅកប់ចោលនៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំកាលពីថ្ងៃទី2ខែមីនាឆ្នាំ2025វេលាម៉ោង 16:30 នាទីមានករណីប្រទះឃើញសាកសពបុរសម្នាក់ជាជនជាតិចិននៅចំណុចចំការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិត្រពាំងប្លង់ទី2ភូមិត្រពាំងប្លង់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំក្រោយពីមានហេតុការណ៍ខាងលើកើតឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមនីរតលោកវរៈសេនីយ៍ឯកហែមបូណានិងលោកវរៈសេនីយ៍ឯកឆាន់គីមលីអនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញយ៉ាងយកចិត្តទុកដាក់ដោយកំណត់បានអត្តសញ្ញាណនិងទីតាំងលាក់ខ្លួនរបស់ក្រុមមនុស្សមួយចំនួនដែលពាក់ព័ន្ធយកសាកសពទៅកប់ចោលដោយពុំបានរាយការណ៍ជូនសមត្ថកិច្ចលុះនៅថ្ងៃទី13ខែមីនាឆ្នាំ2025វេលាម៉ោង 12:10 នាទីកម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន7នាក់ក្រោយពីបានធ្វើការសាកសួរជនសង្ស័យខាងលើចំនួន4នាក់ជាជនជាតិចិនបានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថាកាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2025ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកជនរងគ្រោះធ្លាក់ពីលើអគារតែជនរងគ្រោះស្លាប់តាមផ្លូវហើយក៏ដឹកសាកសពទៅកប់នៅក្នុងចំការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិត្រពាំងប្លង់ទី2ឃុំត្រពាំងប្លង់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំប្រកាសមែនចំណែកឯមនុស្សចំនួន3នាក់ទៀតគឺមិនមានការជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះឡើយក្រោយបញ្ចប់ការសួរនាំជនដៃដល់ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការបន្តតាមនីតិវិធីនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបោះឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ